សូមចុច Subscribe រួចចុចលើសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ Channel រឿងព្រេងខ្មែរសូមជូនរឿងខ្មោចអ្នកជិតខាងសំឡេងច្រៀងចម្រៀងខារ៉ាអូខេឬរំភងចេញពីផ្ទះមួយដែលនៅទល់មុខនឹងផ្ទះរបស់ពូព្រួតនិងមីងខ្សលបងស្រឡាញ់ទុយអូនម្នាក់បើមាន2នាក់បងលាក់ទុកមួយអូនអើយអូនសូមអូនកុំព្រួយបងលាក់ទុកមួយមិនអោយអូនដឹងស្នេហ៍ថាអើយសូមអូនកុំភ័យបើបងមានស្រីសូមថ្លៃកុំខឹងជាតិមនុស្សប្រុសមានតែប៉ុណ្ណឹងកុំខឹងនឹងបងមាសមេច្រៀងដល់ត្រឹមឃ្លាកុំខឹងនឹងបងមាសមេស្រាប់តែស្ងាត់ឈឹងបាត់សំឡេងអ្នកច្រៀងទៅវិញឬតែសំឡេងមនុស្សប្រុសស្រីដែលត្រឹមនងដូចជាស្រវឹងស្រែកលោឡាថាដាច់ភ្លើងនៃខណៈដែរពូប្រូចឯនេះវិញកំពុងតែឈរសើចក្បែរបង្គោលគីឡូភ្លើងហើយរីករាយតិចតែមិនញ៉ាឯងថាហែងលាក់ទុកមួយអីទៀតហែងចាំមើលអត់ភ្លើងហែងច្រៀងអីទៀតហា1-0អានាងជាមួយអ្នកណាជាមួយអាប្រូចបិទភ្លើងហែងមួយឲ្យហែងស្ងាត់ឈឹងអាអូនកុំឲ្យពូកែលោពេកហានិយាយរួចហើយក៏ដើរចេញទៅផ្ទះវិញបាត់ទៅលោពេលមកដល់ហើយមីងខ្សលជាប្រពន្ធក៏សួរទៅពូប្រួចថាអើវាអញទៅមកពីណាខ្ញុំទៅមកពីដេញឆ្កែកុំឲ្យវាលោពេកខ្លងឆ្កែលោពេករកធ្វើអីមិនកោតសោះឆ្កែមកពីខាងណាលោវាខ្ញុំលឺតែមនុស្សវាលោអូមនុស្សនិងឆ្កែមានអីខុសគ្នាមនុស្សដែលស្រែករលេរលោអត់ចេះគិតញាតចិត្តខាងអត់ចេះយកយល់នោះមានខុសអីពីឆ្កែហាណាហើយចូលផ្ទះដេកទៅយាយពេជ្រស្អែកយកកម្លាំងទៅធ្វើការបន្តទៀតស្អែកឡើងនៅពេលដែលពូប្រូចនិងមីងខ្សលរៀបចេញទៅស្រែក៏មានព្រះសង្ឃមួយព្រះអង្គព្រះជន្មប្រមាណជា30ព្រះវស្សាលោកបានមកនិមន្តបិណ្ឌបាតអ្នកទាំងពីរក៏បានដាក់បាតលោករួចហើយគាត់ក៏ឆ្លៀតសំណេះសំណាលជាមួយនឹងលោកបន្តិចផងដែរដោយសារតែមិនដែលឃើញលោកនិមន្តបិណ្ឌបាតតាមនេះពីមុនមកសោះព្រះគុណគង់នៅវត្តណាដែរគុណម្ចាស់អាត្មាគង់នៅវត្តលើឯណោះញោមអាត្មាទៅតែមកបិណ្ឌបាតនៅភូមិនេះឯងញោមអាត្មាឃើញភូមិនេះមានផ្ទះឧបសាឧបសិកាច្រើនគិតថានឹងបាននិមន្តបិណ្ឌបាតនឹងបានផ្ដល់ធម៌អូវាទខ្លះនឹងបានប្រសាទខ្លះផងហើយបានបច្ច័យបន្តិចបន្តួចក៏យកទៅជួយកសាងវត្តផងញោមវត្តលើនោះអត្ថាខាត់ណាស់ញោមអើយជាការប្រសើរណាស់ព្រះគុណតែករុណាសូមព្រះគុណបើសិនជាអាចជះបិណ្ឌផ្ទះទល់មុខករុណានេះមួយទៅព្រះអង្គប្រសិនว่าអាចជះបានដោយសារតែអ្វីទៅញោមតែណាញោមមិនបាត់និយាយក៏អាត្មាអាចស្មានដឹងដែរមិនអីទេអាត្មាជាព្រះសង្ឃមានតួនាទីក្នុងការជួយផ្សព្វផ្សាយប្រសាទតាមធម៌អូវាទព្រះសម្មាសម្ពុទ្ធស្រាប់ទៅហើយញោមធម៌ខន្តីឈ្នះអស់ទោសៈមោហៈទាំងឡាយណាញោមព្យាយាមប្រកាន់សិល5ណាញោមជាពិសេសគឺមុសាវាទាណាញោមនឹងបានក្តីសោកអាត្មាចម្រើនពរហើយពេលឮសង្ឃើបិការរបស់ព្រះគុណរួចហើយពូព្រួចនឹងមីងខ្សលជ្រួញចិញ្ចាមដាក់គ្នាហាក់អៀនខ្លួនបន្តិចនឹងសង្ឃើបិការរបស់ព្រះគុណពួកគាត់ក៏បានថ្វាយបង្គំព្រះគុណហើយទៅបំពេញកិច្ចការស្រែចម្ការរបស់គាត់នៅឯស្រែបាត់ទៅនិយាយពីព្រះគុណវិញនៅពេលដែលចម្រើនពរចេញពីផ្ទះពូព្រួចនឹងមីងខ្សលរួចហើយព្រះអង្គក៏និមន្តសម្ដៅទៅផ្ទះរបស់អ្នកជិតខាងដែលនៅទល់មុខផ្ទះរបស់ពូព្រួចពេលដែលនិមន្តទៅដល់មុខផ្ទះហើយព្រះអង្គក៏ទ្រង់នៅមុខផ្ទះមិនមានសង្ឃដីកាអ្វីទេពេលនោះសំឡេងបោកឆ្នាំងចានឬសូរក្ដុងក្ដាំងនៅខាងក្នុងផ្ទះយូម្ដងឆ្នាំងមួយបានហោះចេញមកក្រៅរបងផ្ទះវិស្ទៅនឹងព្រះកេសរបស់ព្រះគុណកុំតែព្រះអង្គកិច្ចផុតទាន់ព្រះអង្គបានតតមើលពីមុខផ្ទះទៅក៏បានឃើញបរិះម្នាក់ត្រឹមនងជាប្តីកំពុងតែវាយប្រពន្ធឬតែផ្លាប់ដោយអត់ទ្រាំនឹងតតនៅអំពើហិង្សាបែបនេះព្រះអង្គក៏មានសង្ឃដីកាពីចម្ងាយខ្លាំងទៅថាខន្តីញោមខន្តីញោមខន្តីព្រះគុណចេះតែមានសង្ឃដីកាបរិះជាប្តីចេះតែវាយប្រពន្ធឬតែផ្លាប់ពេលនោះនារីដែលត្រូវបានប្តីវាយបានរើរួយស្ទុះស្រវាចាប់បានដំបងមួយកាន់ទៅនឹងដៃវត្តក្រវេងឬសូវឹងហោះស្ទុយ180ដឺក្រេបំណងចៅឲ្យត្រូវប្តីតែស្អីអីប្តីកិច្ចទាន់ទៅចំព្រះកេតរបស់ព្រះគុណលើកនេះកិច្ចមានទាន់អីឬសូតែផាំងប៉កប៊ុំដោយមួយច្រឡោតខ្ញាល់ព្រះគុណថ្លៃពាក្យពីព្រះអស់ទៅថាមើញោមប្រុសកាន់បាតឲ្យអាត្មាឡើងមកចោលអប្រៃនេះចេញម្ដងអូយយបែកហើយអាត្មាប៊ុំមានសង្ឃដីកាបានប៉ុន្មានព្រះអស់នេះហើយព្រះអង្គក៏ដួលសន្លប់ដោយសុវត្ថិភាពរហូតត
លតាមានញាក់នៅក្បែរនោះបានចូលមកសម្រួលជាមួយនឹងម្ចាស់ផ្ទះចូលទៅយកព្រះគុណចេញពីបរិវេណផ្ទះនោះយកមករឹតប្រេងខ្យល់ឲ្យព្រះអង្គទើបព្រះអង្គដឹងព្រះកាយវិញចាប់តាំងពីពេលនោះមកក៏បាត់មិនដែលឃើញព្រះអង្គនិមន្តមកបិណ្ឌបាតនៅក្នុងភូមិនេះទៀតទេនិយាយពីពូព្រួចនិងមីងខ្សលថ្ងៃនេះវេលាល្ងាចម៉ោងប្រហែលជា7កន្លះក្រោយហើយពីការងារដាក់គោចូលក្រោលនិងហូបបាយល្ងាចរួចក៏ចេញមកអង្គុយនិយាយគ្នាលេងនៅលើក្រែមុខផ្ទះក្រោមដើមស្វាយធំមួយក្នុងបរិវេណដីរបស់ពួកគាត់ថ្ងៃនេះដូចជាស្ងាត់សំលេងបាសមួយថ្ងៃអីអញសង្ស័យតែវាខ្លាចដាច់ភ្លើងដោយថ្ងៃមុនហើយតើមើលចេះស្ងាត់មកពីកាលណាវាឯងខ្ញុំឯនេះឡើងចង់សុគាត្រជាហើយនឹងឲ្យឡើងល្វើយវើយពីត្រជាវាលេងខ្នាតធំទៀតណាច្រៀងសុទ្ធតែបត់វាឯងលឺស្អីមីក្រូប៊ុនផ្ទះគេខាងជើងនោះទេដឹងអ្នកចិត្តខាងល្អយើងថ្ងៃនេះមានចាក់បាសអីវាល្ងាចនេះឲ្យស្ងាត់ឈឹងដុតចៅលួតចេះនោះមើលទៅផ្ទះវាទៅនោះក៏ដឹងដែរងងឹតឡើងឈឹងសង្ស័យតែគេផ្ដាច់ភ្លើងឲ្យផងទេដឹងហ៎រត់ចុះវាឯងអត់មានស្ដាប់ឮអីទេនេះខ្ងឹមកំពុងតែឮគេច្រៀងឆ្លើយឆ្លងគ្នាឡើងវល់ពេញទីហើយមិនឯងមិនឮហេកុំនិយាយចាំងម៉ែវាខ្ញុំឯនេះឡើងព្រឺសម្បគីងកុកហើយយប់ស្ងាត់ផងហើយឯងឮមែនក៏អីមែនតើនេះខ្ញុំកំពុងតែឮច្រៀងហេស្ងាត់វិញហើយស្ងាត់វិញហើយអាយ៉ាមិនកើតទេតោះម៉ែវាចូលទៅក្នុងផ្ទះវិញនិយាយចប់ហើយពួកគាត់ក៏នាំគ្នាចូលទៅក្នុងផ្ទះវិញទាំងព្រឺសម្បលុះដល់ពេលព្រឹកនៅពេលដែលមីងខ្សលភ្ញាក់ពីព្រលឹមម៉ោងប្រហែលជា5ដើម្បីរៀបចំដណ្ដំបាយយកទៅស្រែគាត់បានឮសំឡេងបោកចានបោកឆ្នាំងចិនពីផ្ទះអ្នកជិតខាងល្អរបស់គាត់បានបន្តិចគាត់ក៏បានឮសំឡេងរបស់ប្តីស្រែកឡើងថានាងឯងខ្លាំងមែនទេចង់ខ្លាំងមួយអញផងចង់ខ្លាំងអញឲ្យខ្លាំងគ្រាន់តែទិញស្រាឲ្យអញអស់លុយ10ភ្លីរៀលនាងឯងរអ៊ូថាអត់លុយហ៎ត្រង់នាងឯងយកលុយទៅបាំងផ្លឹតអស់រាប់រយអញមិនដែរថាផងនាងឯងសំតែត្រូវបែបនេះទើបសំឡេងបរោះនោះវាយប្រពន្ធឮសូរតែផាំងបានបន្លឺចេញពីផ្ទះនោះមកហើយសំឡេងស្រែកអុយរបស់ស្ត្រីជឿប្រពន្ធក៏បានស្រែកឡើងធ្វើឲ្យមីងខ្សលតក់ស្លុតយ៉ាងខ្លាំងតែមិនដឹងជាចូលទៅជួយយ៉ាងណាបានដោយសារតែផ្ទះនេះមិនត្រូវគ្នានឹងផ្ទះគាត់ទេគាត់បានត្រឹមតែលួចផ្ទៀងត្រចៀកស្ដាប់គេឆ្លោះគ្នាក្បែរដើមស្វាយពីបរិវេណផ្ទះរបស់គាត់ទៅបានបន្តិចគាត់ក៏បានឮសំឡេងមួយស្រែកឡើងថាអាណាមីណាក៏ដោយមកលួចស្ដាប់អញឆ្លោះគ្នាប្រយ័ត្នខ្លួនវីតិចថាអញមិនបានប្រាប់ទេចង់ដឹងរឿងរបស់អញណាប្រយ័ត្នចានឡើងក្បាលវីអញគ្រាន់តែប្រាប់ឮបែបនេះភ្លាមមីងខ្សលភ្ញាក់ព្រឺតហើយឆ្ងល់ជាខ្លាំងថាតើគេដឹងថាគាត់លួចស្ដាប់ដោយរបៀបណាបើគាត់ខំលួចបាំងក្បែរដើមស្វាយផ្ទះរបស់គាត់ចិត្តទន់ហើយនោះដោយគិតថាប្រហែលជាគេបានដឹងទើបគាត់ត្រសៀកខ្លួនដាល់លប់ចូលមកផ្ទះបាយរបស់គាត់វិញបាត់ទៅលុះដល់ព្រឹកឡើងនៅឯស្រែគាត់បាននិយាយរឿងនេះប្រាប់ពូព្រួចសែនឆ្ងល់ជាខ្លាំងព្រោះអ្វីដែលមីងខ្សលនិយាយប្រាប់គាត់គឺស្រដៀងគ្នាទៅនឹងអ្វីដែលគាត់យល់សពកាលពីយប់នោះដែរគាត់បាននិយាយប្រាប់ប្រពន្ធគាត់ថាវាពិតជាចម្លែកណាស់តែម៉ែវាឯងបានស្ដាប់ឮច្បាស់រីឯខ្ញុំបានឃើញនៅក្នុងយល់សពនៅអ្វីដែលម៉ែវាឯងនិយាយនេះគឺមិនខុសគ្នាទេក្នុងយល់សពរបស់ខ្ញុំនោះឃើញប្តីចាក់ប្រពន្ធមួយកំបិតតានតចំក្បាលដាច់ខ្ទុំក៏ជួនគ្នាម្លេះអូវាតែអាចទៅរួយទេដែលញ៉ាចិត្តខាងយើងជាខ្មោចបើបែបនោះមែនឯងនៅចាំសំឡេងកាលពីថ្ងៃមុនទេដែលខ្ញុំលឺហើយឯងមិនបាំងលឺនោះយប់នោះខ្ញុំលឺសំឡេងប្តីគេនោះច្រៀងឡើងក្រលួយតែច្រៀងបែបវល់រកស្ដាប់មិនបាំងទេតែខ្ញុំលឺច្បាស់ចំណែកឯងបែរជាមិនបាំងលឺទៅវិញហើយឯងមានចាប់អារម្មណ៍ទេតាំងពីថ្ងៃដែលខ្ញុំបានលឺសំឡេងច្រៀងហើយឯងមិនបានលឺនោះមកផ្ទះនោះដូចឃើញបិទទ្វារទាំងយប់ទាំងថ្ងៃតែម្ដងមែនតើខ្ញុំក៏សម្គាល់ដូចម៉ែវាឯងនឹងគ្រាន់តែខ្ញុំខ្ជិលមាត់ឥឡូវមានតាចេះទៅចុះចង់ដឹងច្បាស់ចេញពីនេះទៅយើងទៅប្រាប់លោកមេភូមិប្រាប់គាត់តាមដំណើររឿងនេះឲ្យគាត់សាកមកហៅម្ចាស់ផ្ទះនោះពេលនោះយើងនឹងដឹងច្បាស់ហើយពេលមេភូមិទៅដល់បានស្រែកហៅម្ចាស់ផ្ទះតែគ្មានអ្នកណាបើកទ្វារឲ្យទេទើបមេភូមិមានការសង្ស័យក៏បានរឹងទ្វារចូលទៅហើយក៏បានឃើញសាកសពប្តីប្រពន្ធដេកស្លាប់ដោយមានស្នាមចាស់និងកំបិតទៅលើគ្នាទៅវិញទៅមកគួរឲ្យរន្ធត់លោកមេភូមិក៏បានហៅប៉ូលីសឲ្យមកធ្វើអន្តរាគមន៍តាមនីតិវិធីបន្ទាប់មកគាត់ក៏បានជួយក្នុងការចាត់ចែងសពនេះនៅឯសាលាឆាត់ទៀននៅក្នុងភូមិ
ខ្មោចបដិប្រពន្ធដែលជាអ្នកចិត្តខាងរបស់ពូប្រួយនឹងមីងខ្សលនេះលោកបីថាឡងសាហាវណាអ្នកដែលដើរកាត់ពីមុខផ្ទះនោះពេលខ្លះគេក៏បានលឺសំឡេងចាក់ទឹកឈូឈូពេលខ្លះគេក៏បានលឺសំឡេងមនុស្សឈូឃាចៅចានចៅឆ្នាំងហើយពេលខ្លះទៀតគេក៏បានលឺសំឡេងច្រៀងខារ៉ាអូខេតាំងកណ្ដាលថ្ងៃត្រង់ក៏មានក្មេងខ្វៀវគោពី3នាក់បានដឹកគោទៅឲ្យស៊ីស្មៅនៅក្រោយផ្ទះនោះរួយពួកវាក៏បានអង្គុយជជែកគ្នាលេងក្រោមលប់ឈើមួយដើមដ៏ធំពេលនោះវាបានលឺសំឡេងឆ្កែលូនៅក្បែរបរិវេណផ្ទះនោះហាក់បីដូចជាវាកំពុងតែឃើញពួកព្រួតអាក់មនុស្សបានបន្តិចក្រោយមកសំឡេងឆ្កែលូក៏បានស្ងាត់ទៅវិញក្មេងៗក៏បានលឺសំឡេងមនុស្សស្រីស្រែកយំឡើងត្រហឹងចេញពីក្នុងផ្ទះនោះមកពេលនោះក្មេងប្រុកម្ញាក៏បានឃើញបរោះខ្មោចម្ចាស់ផ្ទះនោះកំពុងឈរសម្លឹងមកពួកវាដោយទឹកមុខចង់គំនុំជាខ្លាំងក្មេងដែលបានឃើញនោះក៏បានស្រែកឡើងថាវើយផ្ទះនេះមានខ្មោចវើយឆាប់រត់ពួកយើងនឹងមិនបានទេវាកំពុងឈរសម្លឹងមកពួកយើងដោយចង់ស៊ីសាច់វើយក្មេងៗខ្វៀវគោដតៃទៀតក៏បានរត់ចេញពីទីនោះទាំងអស់ហើយទុកគោឲ្យស៊ីស្មើចៅនៅទីនោះទៅពេលទៅដូនផ្ទះហើយក្មេងៗក៏បានរៀបរាប់ហេតុការណ៍នេះប្រាប់ឪពុកម្ដាយរបស់ពួកគេដែលធ្វើឲ្យទាំងឪពុកម្ដាយព្រឺសម្បូរជាខ្លាំងលោកកន្លងទៅបានពី3ថ្ងៃក៏មានជនជាតិវៀតណាមម្នាក់ឈ្មោះថាពូយួយពូនេះជាអ្នកដែលទិញអែតចាយគាត់បានអូសរទេអែតចាយបណ្ដើអំពាវនាវបណ្ដើអែតចាយអើយអែតចាយដែលគាត់ទិញចោលគាត់ទិញបងប្អូនណាមានអែតចាយអាចយកមកលក់ឲ្យខៀងបានអែតចាយអើយអែតចាយដែលគាត់ទិញចោលគាត់ទិញបងប្អូនណាមានអែតចាយអាចយកមកលក់ឲ្យខៀងបានគាត់អំពាវនាវតែបែបនេះតាមផ្លូវជាហូហែលុះមុខដល់ផ្ទះអ្នកជិតខាងរបស់ពូព្រុចនិងមីងខ្សលពូយួយក៏បានឃើញបរិនម្នាក់ឈរនៅមុខផ្ទះសម្លឹងមកគាត់ក៏បានសួរទៅថាអូបងមានអែតចាយបងអាចយកមកលក់ឲ្យខៀងបានខៀងទិញទាំងអស់ទិញប្រពន្ធទេចង់លក់ប្រពន្ធចោលមួយពូយួយស្មានថាបរិននោះនិយាយលេងសើចគាត់ក៏និយាយបែបលេងសើចទៅវិញថាជួយអើយពីមុនខៀងទិញតែអែតចាយទេឥឡូវបើបងមានប្រពន្ធលក់ខៀងក៏ទិញដែរឲ្យតែលក់មែនមិនអីទេចុះប្រពន្ធបងស៊ីច្រើនទេមិនច្រើនទេវាស៊ីតែសែងធូបទេដុតតែធូបរំលឹកទៅគឺវាឆ្អែតហើយនិយាយចោលភ្លាមបរិននោះស្រាប់តែរលាយបត់មួយរំពេចពូយួយភ្ងាក់ព្រឹតដឹងថាមិនស្រួលក៏ប្រញាប់អូសរទេអែតចាយរបស់គាត់ចេញពីទីនោះតែពេលគាត់កំពុងអូសរទេស្រាប់តែមានសំឡេងនិយាយពីក្រោយគាត់ថាសូងអូរទេះលឿនពេករលេះណាស់ប្រយ័ត្នលេខខ្ញុំកោកមួយបានហើយពូយួយញាក់ក្រោយស្រាប់តែឃើញខ្មោចស្រីកំពុងអង្គុយក្នុងរទេះរបស់គាត់មើលទៅមុខរលេះរលួយភ្នែកលៀនធំចេញមកក្រោយពេលនោះគាត់បាសសក់ជ្រុងញ័រអស់ពេញទាំងខ្លួនលេចនោមដាក់ខោរកនិយាយអ្វីក៏មិនចាញ់ពេលនេះគាត់ទម្លាក់រទេះអែតចាយចុះហើយរត់យកតែប្រាក់អាយុមិនងាកក្រោយនិយាយពីពូព្រួចនិងមីងខ្សលវិញម្ដងគាត់បានទៅផ្ទះរបស់លោកមេភូមិហើយលោកមេភូមិក៏បានសួរទៅគាត់ថាថ្ងៃនេះមករកខ្ញុំមានការអីដែរបងអូនយ៉ាងម៉េចហើយផ្ទាំងអ្នកជិតខាងបងអូននោះឬសូវថាដូចជាឡងសាហាវណាមុខថ្ងៃនេះខ្ញុំចង់សាកសួរលោកមេភូមិឲ្យជួយដោះស្រាយរឿងនេះឯងព្រោះខ្ញុំនៅចិត្តផ្ទះនោះបើនិយាយពីរឿងឡងវិញមួយយប់មិនដាល់ថាបានស្ងៀមស្ងាត់ទេឬសូតែសំឡេងចម្រៀងច្រៀងឲ្យត្រហឹងកាលពួកគាត់នៅរស់ខ្ញុំមិនសូវជាលំបាកដោយពេលដែលគាត់ស្លាប់ទេព្រោះថាកាលនៅរស់បើច្រៀងខ្ញុំអាចដើរទៅលួចបាត់គីឡូភ្លើងទៅវាស្ងាត់តែនេះមានបិទអីកាតបើខ្មោចច្រៀងនឹងវាមានត្រូវចាភ្លើងអីវាឲ្យតែយប់ងងឹតបានដៃវាហើយថ្ងៃឡើងវាឡងអ្នកដើរកាត់តែយប់ឡើងវាឡងគ្រួសារខ្ញុំធ្វើតែបែបដូចដែលខ្ញុំរៀបរាប់នេះឯងថ្ងៃឡើងវាឡងអ្នកដើរកាត់តែយប់ឡើងវាឡងគ្រួសារខ្ញុំធ្វើតែបែបដូចដែលខ្ញុំរៀបរាប់នេះឯងអីដល់ថ្នាក់នឹងផងពិតមែនណាលោកមេភូមិខ្មោចអ្នកជិតខាងខ្ញុំនេះសាហាវណាស់កាលនៅរស់ទៅថាលំបាកដល់គេដល់ឯងដល់រាប់ទៅហើយរឹតតែលំបាកលើសដើមដូច្នេះហើយទៅពួកខ្ញុំមកពិភាក្សាជាមួយនឹងលោកមេភូមិថាតើមានវិធីអ្វីល្អដើម្បីជួយដោះស្រាយបានទេពិបាកដែរបើនៅជាមនុស្សទៅយើងស្រួលប្រើច្បាប់ទម្លាប់ទៅគ្រប់គ្រងដល់ពេលខ្មោចយើងប្រើច្បាប់ទម្លាប់ដែលយើងប្រើប្រាស់នេះទៅគ្រប់គ្រងខ្មោចអីកើតមានតែប្រើតាមច្បាប់សាសនាដែលទាក់ទងទៅនឹងជំនឿផ្លូវងងឹតទេហើយឥឡូវអញ្ចេះទៅចុះខ្ញុំនឹងទៅជួបលោកគ្រូផ្លោងនៅចុងភូមិហើយពិភាក្សាជាមួយគាត់អំពីរឿងនេះសិនទើបបានគាត់ឆ្លើយយ៉ាងណាចាំយើងគិតទៀតក្រោយពេលដែលលោកមេភូមិបានទៅពិភាក្សាជាមួយនឹងលោកគ្រូផ្លោងហើយលោកគ្រូផ្លោងក៏បានរៀបចំធ្វើពិធីរំងាប់និងបណ្ដេញវិញ្ញាណខ្មោចប្តីប្រពន្ធនោះចេញពីភូមិស្រុកមិនឲ្យមករវីរវល់នឹងឡងអាំងស្រុកភូមិបានទៀតទេក្រោយមកលោកមេភូមិក៏បានប្រកាសរកសាច់ញាតិរបស់ខ្មោចដែលជាម្ចាស់ផ្ទះនោះហើយក៏បានផ្ទេរសិទ្ធិកាន់កាប់អាស្រ័យផលផ្ទះនោះទៅឲ្យសាច់ញាតិរបស់ខ្មោចបន្តលុះចំណេះទៅមកទៀតផ្ទះនោះក៏ត្រូវបានលក់បន្តទៅម្ចាស់ក្រោយមួយទៀតហើយគេក៏បានឈូសឆាយផ្ទះនោះចាក់ដីថ្មីចាប់តាំងពីពេលនោះមកក៏ឡើងបានឃើញខ្មោចអ្នកជិតខាងនោះចេញមកឡងបន្លាយអ្វីទៀតហើយអ្នកស្រុកភូមិឬអ្នកចម្ងាយដែលដើ
ការកាត់ទីនោះក៏បានសេចក្តីសុខសាន្តជាដរាបតទៅអើយចាប់តាំងពីពេលនោះមកពុកម៉ែបងប្អូនលោកស្រីប្រយមវត្តជាទីមេត្រីរឿងនិទានខ្មោចញាក់ចិត្តខាងដែលខ្ញុំបាទបានលើកយកមកនិទានក៏ដូចជាធ្វើជាគំនូរជីវចលចែកជូនទៅកាន់ពុកម៉ែបងប្អូនបានទស្សនានៅក្នុងពេលនេះក៏បានមកដល់នេតិបញ្ចប់ទៅហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលចិត្តសាច់រឿងមួយនេះប្រសិនបើការនិទានការនិពន្ធក៏ដូចជាការធ្វើគំនូរជីវចលនៅក្នុងសាច់រឿងមួយនេះនៅមានកន្លែងខ្វះខាតឬក៏លើសលួសត្រង់ចំនួនប្រការណាមួយក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងដែរជាចុងក្រោយក៏សូមគោរពជូនពរពុកម៉ែបងប្អូនដែលតែងតែនិយមគាំទ្ររាល់ការផលិតមាតិការបស់រឿងព្រេងខ្មែរសូមសំប្រកបតែទៅនឹងសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានគ្រប់គ្រងគ្រួសាររកដំណើរកំសាន្តទៅកាន់ទីជិតទីឆ្ងាយសូមសំប្រកបតែទៅនឹងសុខសុវត្ថិភាពទាំងពេលទៅនិងពេលត្រឡប់មកវិញរឿងព្រេងខ្មែរសន្យាថានឹងវិលមកជួបពុកម៉ែបងប្អូនស្នាជាថ្មីម្ដងទៀតដោយផាំនាំយកនៅគំនូរជីវចលក៏ដូចជារឿងនិទានដែលល្អៗមកចែកជូនពុកម៉ែបងប្អូនបានកំសាន្តជាបន្តទៀតនៅក្នុងពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា